ជំរាបសួរបងប្អូនថ្ងៃនេះខ្ញុំចង់បង្ហាញអំពីការកាត់ស្លឹកពេញប៉ោះនៅកន្លែងខ្ញុំម្ដងទៀតចឹងណាដោយសារតែប្រហែលថ្ងៃមុនគឺខ្ញុំបានតម្លាក់ដើមវាទៀតដោយសារតែប្រហែលថ្ងៃមុនហ្នឹងខ្ញុំតម្លាក់ដើមហើយខ្ញុំតម្លាក់តាគៀបតម្លាក់អីមកចឹងវាទៀបទៅដល់ទៅពេលចឹងអាដើមហ្នឹងវាវែងអញ្ចឹងគឺវាធ្លាក់មកខប់ខាងក្រោមអីអញ្ចឹងវាខប់ខាងក្រោមអញ្ចឹងទៅផ្លែយើងមើលអត់ឃើញទេកណាទៅពេលខប់ខ្លាំងពេកអញ្ចឹងទៅយើងមើលអត់ឃើញយើងបេះកើតទេហើយឥឡូវនេះយើងត្រូវការកាត់ហើយការកាត់ស្លឹកនេះគឺកាត់រៀងច្រើនដែរព្រោះយើងកាត់មកមើលផ្លែឃើញសនុកបេះអញ្ចឹងណាបើសិនជាយើងកាត់តិចពេកគូវាធ្លាក់ទៅក្រោមតិចទៀតទៅវាពិបាកមើលទៅដែរអញ្ចឹងកាត់រៀងច្រើនដែរកាត់មកឲ្យមកស្លាស់ដែរហ្នឹងដោយតែកាត់អញ្ចឹងទៅវាស្រួលមើលផ្លែស្រួលបេះអញ្ចឹងណាហើយអានេះខ្ញុំកាត់ថ្ងៃនេះហើយតែស្អែកឡើងគឺចាប់ដើមបេះហើយព្រោះថ្ងៃនេះជាកាត់ថ្ងៃប្រហោអញ្ចឹងណាហើយនេះបងប្អូននេះអញ្ចឹងយើងកាត់អញ្ចឹងទៅព្រោះយើងតម្លាក់មកគឺវាណែនអញ្ចឹងអាកន្លែងខ្លះវាណែនខ្លាំងជាងនេះទៀតដើមវាវែងអញ្ចឹងវាស្ដុកចូលគ្នាហ្មងយើងមើលផ្លែអត់ឃើញទេតែយើងបេះទៅគឺបេះយឺតកណាតាស្លឹកច្រើនពេកគឺមើលអត់សូវឃើញគឺយើងពិបាកបេះហ្មងអញ្ចឹងយឺតហើយវាអត់ស្រួលបេះទេហើយដើមទៅពេលដែលពួកខ្ញុំតម្លាក់មកគឺគេមានដៃអាតពួកហ្នឹងតពួកអាដៃតពួកហ្នឹងគឺគេតពួកទៅដើម្បីកុំឲ្យដើមហ្នឹងវាធ្លាក់ខាងក្រោមតែខំវាធ្លាក់ទៅខាងក្រោមអញ្ចឹងគឺវាអូសដីហើយអញ្ចឹងគេតពួកដៃទៅឲ្យវានៅលើទៅលើអារងហ្នឹងអញ្ចឹងណាហើយផ្លែគឺវារៀងវែងដែរខ្លះទៅវាធ្លាក់ដល់ដីដូចគ្នាអញ្ចឹងតែគ្រាន់តែថាគេមានដៃតពួកអញ្ចឹងទៅតពួកហើយស្លឹកយើងកាត់តម្លាក់ទៅហើយយើងប្រម៉ូទដាក់ក្នុងខំរងអញ្ចឹងណាពួកឯកន្លែងខ្ញុំជាទូទៅគឺកាត់ហើយគឺអត់ដែរប្រម៉ូទទៅបោះចោលទេស្លឹកហ្នឹងគឺប្រម៉ូទដាក់ខាងក្នុងហ្នឹងហ្មងនេះប្រម៉ូទដាក់ខាងខំរងទៅដាំលើកទី2ទៀតទៅតអស់លើកទី2ទៀតបានយើងប្រម៉ូទបោះចោលតែម្ដងអញ្ចឹងណាបើកន្លែងគេឃើញគេកាត់ម្ដងគេបោះចោលម្ដងបើកន្លែងខ្ញុំអត់ទេកាត់ហើយតម្លាក់ទៅគឺប្រម៉ូទខាងក្រោមរងហើយអញ្ចឹងដល់ពេលអានេះដាំលើកទី1អញ្ចឹងទៅដល់ពេលដាំលើកទី2ប្រម៉ូទអញ្ចឹងទៀតដាក់ក្រោមរងទៅតអស់ផ្លែលើកទី2នឹងទៀតបានយើងកាយចេញប្រម៉ូទយកបោះចោលតែម្ដងហ្មងណាបើកន្លែងគេប្រហែលជាគេប្រម៉ូទបោះចោលពេលគេកាត់ហើយគេប្រម៉ូទបោះចោលអញ្ចឹងណាកន្លែងខ្ញុំអត់ទេគឺប្រម៉ូទតែម្ដងហើយគឺចុងឆ្នាំហ្មងគឺអស់ហ្មងមួយឆ្នាំដាំ2ដងទៅអាលើកទី2អស់ទៀតបានប្រម៉ូទទៅបោះចោលហើយអញ្ចឹងបងប្អូនយើងកាត់អញ្ចឹងស្លឹកយើងកាត់ឲ្យវាសនុកបេះអញ្ចឹងណាហើយផ្លែសានេះវាអត់សូវធំដូចកាលមុនទេផ្លែវារៀងចង់អស់យើងបេះចិត្តអស់ហើយវាច្រើនដងដែរហើយយើងបេះវា4-5 ដងហើយអញ្ចឹងផ្លែសានេះវាអត់សូវធំដូចអាដបងទេហើយគោមិនច្រើនដូចមុនដែរវារៀងស្ទើផ្លែដូចកាលមុនអញ្ចឹងណាជាងកាលមុនអញ្ចឹងតែវាផ្លែនេះវានៅរៀងគ្រាន់បើដែរអញ្ចឹងណាតែផ្លែវាល្អអត់សូវមានស្អុយទេហើយនឹងឲ្យសិតតែជាការងារប្រចាំថ្ងៃខាងផ្នែកកសិកម្មពេញប៉ោះនៅក្នុងប្រទេសកូរ៉េហើយខ្ញុំធ្វើកាលពីខ្ញុំនៅខ្មែរខ្ញុំមិនដែរធ្វើទេដល់ទៅពេលខ្ញុំមកដល់នេះគឺចេះធ្វើទាំងអស់ស្អីក៏ចេះដែរតែកាយបរិញ្ញាទៅចេះខ្ទេចអញ្ចឹងអ្នកជំនាន់ក្រោយមកខាងពេញប៉ោះអីហ្នឹងសារតែការងារប្រចាំថ្ងៃវិលជុំនៅក្នុងរោងពេញប៉ោះទេការងារហ្នឹងទាំងអស់ហ្នឹងធ្វើទៅធ្វើមកហ្នឹង